វិសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះបងប្អូនធ្វើការបាទតទៅជាមួយនឹងការថតវីដេអូខ្លីៗជូនបាទសម្រាប់អាប់ដេតនៅក្នុងគម្រោងបន្តទៀតសម្រាប់ម៉ូដនេះគឺម៉ូដវីឡាភ្លោះបាទវីឡាភ្លោះនេះសម្រាប់ឪពុកម៉ែបងប្អូនបានអញ្ជើញមកមើលវគ្គមុននោះឥឡូវមានគេយកមួយទៀតហើយអញ្ចឹងនឹងនៅសល់តែពីរវីឡាចុងក្រោយទេម៉ូដនេះគឺស្អាតមែនទែនហើយឥឡូវយើងចាប់ផ្ដើមដាក់ពីដានហើយឌីកូអីបានច្រើនហើយបាទមកដល់ភ្ញៀវស្រឡាញ់ច្រើនដោយសារតែទីមួយយើងទំហំដីសល់ធំទូលាយបាទនៅចំហៀងផ្ទះបានរហូតដល់1.8 ម៉ែត្របាទនេះគឺទូលាយខ្លាំងមែនទែនហើយយើងមានប្អួយមកជុំវិញអញ្ចឹងទៅហើយអត់20បាទហើយម៉ូតនេះគឺមានសម្ញាប់មានអីស្រាប់ទៀតណាអញ្ចឹងឥឡូវខ្ញុំចូលទៅខាងក្នុងឲ្យមើលបាទចូលមកខាងក្នុងគឺយើងមានឌីកូបាទទូតាំងឲ្យក៏បែបហ្នឹងហើយពេលថ្ងៃបើសិនជាពុកម៉ែបងប្អូនបាទទិញឬក៏ការរស់នៅក្នុងគម្រោងនេះម៉ូតេសនេះគឺយើងអត់មានត្រូវការបើកអំពូលភ្លើងអីទេព្រោះអីពលឺគឺយើងបានសិក្សាច្បាស់លាស់មែនតើបាទគឺពលឺចូលមកក្នុងផ្ទះគឺគ្រប់គ្រាន់តែម្ដងបាទនេះប្អួយនៅកញ្ចក់កន្លែងកម្មចនាក៏យើងបានទុកឲ្យគាត់ដែរបាទហើយខាងក្រោមមានបន្ទប់គេងមួយហើយបន្ទប់ទឹកមួយបាទនេះកន្លែងបន្ទប់គេងណាអញ្ចឹងសម្រាប់ទូតាំងយើងមានទូកន្លែងផ្ទះបាយយើងមានលើក្រោមឲ្យគាត់មួយឈុតបាទអញ្ចឹងគាត់អត់ចាំបាច់ចំណាយលុយអីបន្ថែមទេបាទគឺស្អាតតែម្ដងបាទហើយនេះកន្លែងយើងចេញមកខាងក្រៅបាទអាចដាក់កន្លែងហាកៅអៅម៉ាស៊ីនបោកគក់អីផ្សេងឬក៏រៀបជាសួនរៀបជាអីបានបាទកន្លែងនេះណាបាទស្រឡាញ់ដើមឈើស្រឡាញ់អីបាទអាចរៀបចំបានស្អាតមែនទែនបាទហើយខាងលើមានពីបន្ទប់គេងអញ្ចឹងម៉ូតនេះសម្រាប់ពុកម៉ែបងប្អូនស្រឡាញ់យើងនៅសល់តែ2វីឡាចុងក្រោយទេអញ្ចឹងអាចទំនាក់ទំនងមកតាមរយៈលេខនៅខាងលើបាទអរគុណសូមជម្រាបលា